ការចាយលុយមិនមែនជាប់ទាក់ទងតែជាមួយនឹងលេខនៅក្នុងបញ្ជីកានីនោះទេប៉ុន្តែវាក៏ជាប់ទាក់ទងជាមួយនឹងចិត្តវិទ្យានិងអាកប្បកិរិយារបស់យើងផងដែរថ្ងៃនេះយើងមកមើលជាមួយគ្នាថាតើការគិតបែបណាដែលធ្វើឲ្យលុយរបស់យើងបាត់ចេញពីដៃដោយមិនដឹងខ្លួនស្វាគមន៍មកកាន់បុណ្យ Mindset Channel ចំណុចទី1មានលុយច្រើនប៉ុណ្ណាក៏ចាយទៅវិញប៉ុណ្ណឹងចាយច្រើនតាមដែលអ្នកមានតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាពេលឡើងប្រាក់ខែអ្នកនៅតែមានអារម្មណ៍ថានៅតែចាយមិនគ្រប់នោះក៏ព្រោះតែនៅពេលដែលប្រាក់ចំណូលរបស់យើងកើនឡើងមនុស្សភាគច្រើនក៏បង្កើនការចំណាយរបស់ពួកគេទៅតាមនោះដែរហើយមិនដែលគិតពីការសន្សំនោះទេចំណុចទី2មិនដែលមានលុយត្រជាក់ទេមានតែលុយក្តៅគិតតែពីចាយដោយមិនគិតសន្សំទុកខ្លះសម្រាប់ថ្ងៃអនាគតពេលមានអាសន្នត្រូវរត់ទៅខ្ចីលុយគេគ្មានលុយបម្រុងសម្រាប់ពេលមានការចាំបាច់ឬមានអាសន្ននោះទេចំណុចទី3ពេលមានលុយគិតតែពីចាយវាឲ្យអស់គំនិតនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់ព្រោះតម្លៃរបស់យើងនិងតម្លៃរបស់អ្នកដទៃប្រហែលជាមិនដូចគ្នានោះទេមនុស្សមួយចំនួនគិតថាការទិញទំនិញបញ្ចុះតម្លៃគឺជារឿងត្រឹមត្រូវគឺជាការប្រើប្រាស់លុយដ៏មានតម្លៃទោះជាពេលនោះពួកគេពិតជាមិនមានតម្រូវការទៅលើទំនិញនោះក៏ដោយចំណុចទី4ទិញមុនហើយទើបមកគិតតាមក្រោយដូចជាចំណាយជាមួយនឹង promotion បញ្ចុះតម្លៃ50អ្នកគិតថាវាត្រឹមត្រូវប៉ុន្តែមិនបានគិតថាតើអ្នកពិតជាត្រូវការវាឬអត់នោះទេមុននឹងគិតដឹងថាមិនមានតម្រូវការលើវាលុយវាបានហូរចេញពីកានីបាត់ទៅហើយចំណុចទី5ចាំពេលខ្លាយជាអ្នកមានហើយបន្ទាប់មកចាំសន្សំរងចាំរហូតដល់អ្នកមានលុយច្រើនមុននឹងសន្សំបើអ្នកគិតបែបនេះនោះអ្នកនឹងមានឱកាសខ្ពស់ខ្លាំងណាស់ក្នុងការជំពាក់បំណុលគេច្រើនជាងការសន្សំព្រោះថាអ្នកមានលុយកាន់តែច្រើននោះអ្នកនឹងមានភាពសើមកកាន់តែច្រើនចំណុចទី6លុយត្រូវបាត់បង់លើរបស់ដែលមិនចាំបាច់ដូចជាការដូរសេរីតាមចំនួនរបស់ទូរស័ព្ទឬការមើលការទិញទំនិញតាមអ៊ីនធឺណិតការម៉ងអីវ៉ាន់រាល់ថ្ងៃកុំម៉ងរបស់ដែលយើងពិតជាមិនមានតម្រូវការលើវាហើយពេលយើងពិនិត្យសំទល់ឲ្យសាច់ប្រាក់ម្ដងទៀតស្ទើរតែគ្មានលុយសល់ក្នុងកានីសោះចំណុចទី7ប្រើកាតអន្ទានដូចអ្នកមានប៉ុន្តែពេលបង់ដូចអ្នកគ្មានដូចជាឈូតកាតមុនហើយបង់តាមក្រោយទើបដឹងច្បាស់ថាមានបំណុលច្រើនប្រើលុយទិញរបស់ដែលមិនចាំបាច់ចំណុចទី8ចង់រស់នៅឲ្យដូចសេដ្ឋីទោះប្រាក់ខែត្រឹម$250អ្នកខ្លះហូបរបស់ថ្លៃៗប្រណិតប្រើប្រាស់របស់ថ្លៃស្លៀកពាក់សម្លៀកបំពាក់ថ្លៃbrand ប៉ុន្តែចុងក្រោយអស់លុយរលីងហើយត្រូវខ្ចីលុយគេប្រើប្រាស់បន្ថែមទៀតរឿងបែបនេះសម្បូរសប្បាយតែរូបរាងខាងក្រៅតែក្នុងកានីគ្មានសល់អ្វីចំណុចទី9សុភមង្គលคล้ายពីការដើរទិញអីវ៉ាន់មនុស្សខ្លះមានអារម្មណ៍តានតឹងនិងឯកោដូច្នេះពួកគេចុចបញ្ជាទិញរបស់របរមិនចាំបាច់ផ្សេងការដើរទិញទំនិញឬបញ្ជាទិញតាមអនឡាញដើម្បីបំបត្តិភាពតានតឹងបែបនេះគឺជាដំណោះស្រាយคล้ายបំផុតចំពោះបញ្ហាព្រោះនៅទីបញ្ចប់បញ្ហាចម្បងនៅតែមានប៉ុន្តែយើងមិនដឹងថាលុយទៅណាអស់នោះទេចំណុចទី10គិតថាប្រាក់ខែជាអំណោយមិនមែនជាឧបករណ៍សម្រាប់កសាងអនាគតទេនៅពេលអ្នកទទួលបានប្រាក់ខែអ្នកគិតថាអ្នកត្រូវធ្វើបុណ្យជំនួសការគិតថាលុយនេះជាឱកាសដើម្បីបង្កើតស្ថិរភាពចំណុចទី11ឧស្សាហ៍ព្យាយាមតែចំណាយលុយដោយមិនគិតអ្នកខ្លះខំប្រឹងធ្វើការតែលុយឆាប់អស់ព្រោះមិនមានគម្រោងច្បាស់លាស់ក្នុងការចាយវាយហើយចុងក្រោយវាក្លាយជាវដ្តនៃការរកលុយចាយលុយហើយអស់លុយសម្រាប់ចាយវាយម្ដងទៀតចំណុចទី12មិនដែលខ្វល់ខ្វាយពីលុយតតែគ្មានលុយទើបចាប់ផ្ដើមគិតពេលគ្មានលុយខ្ញុំគិតពីការគ្រប់គ្រងលុយប៉ុន្តែពេលខ្ញុំនៅមានលុយខ្ញុំមិនដែលយកចិត្តទុកដាក់នឹងវាទេចំណុចទី13ចាំសំណាងមកជួយច្រើនជាងធ្វើសកម្មភាពគិតថាលុយនឹងចូលមកគិតថាឱកាសល្អនឹងចូលមកតែមិនដែលធ្វើអ្វីសោះគ្មានសកម្មភាពអ្វីសោះនៅទីបញ្ចប់គ្មានអ្វីសោះតែម្ដងចំណុចទី14ឃើញការសន្សំជាការលះបង់មិនមែនជាការវិនិយោគទេមនុស្សខ្លះគិតថាការសន្សំលុយមានន័យថាត្រូវរងទុក្ខនិងខាតបង់សុភមង្គលប៉ុន្តែតាមពិតការសន្សំលុយគឺជាការវិនិយោគលើខ្លួនឯងនាពេលអនាគតចំណុចទី15លុយបាត់បង់ទៅព្រោះតែមិត្តភ័ក្តិត្រូវប៉ាវពួកគេនៅពេលនាំគ្នាទៅញ៉ាំអីនៅខាងក្រៅពេលទិញរបស់អ្វីមួយក៏ត្រូវទិញឲ្យមិត្តភ័ក្តិដែរខ្លាចគេមើលឃើញថាជាមនុស្សកំណាញ់ដល់ចុងបញ្ចប់អស់លុយព្រោះដោយតែឥច្ឆិតឬក៏ក្រែងចិត្តនោះឯងចំណុចទី15មួយវិនិយោគដោយមិនសិក្សាស្វែងយល់ឲ្យបានច្បាស់
ពួកគេគិតថាពួកគេជាអ្នកជំនាញពួកគេឃើញមនុស្សផ្សេងទៀតកំពុងលេងភាគហ៊ុននិងលេងគ្រីបតូពួកគេក៏វិនិយោគតាមផងដែរពួកគេរៀនមិនបានល្អមិនបានច្បាស់លាស់នៅទីបញ្ចប់ពួកគេបានខាតបង់ជាច្រើនចំណុចទី15ពីមិនគិតអំពីការចូលនិវត្តន៍ព្រោះពួកគេគិតថាមិនទាន់ដល់ពេលទេព្រោះពួកគេនៅក្មេងពួកគេមិនគិតអំពីការសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ទេរបស់ពួកគេនោះទេប៉ុន្តែពេលចាស់ទៅគ្មានលុយចាយត្រូវពឹងពាក់លើកូនចៅចំណុចទី15ប្រើលុយដើម្បីធ្វើឲ្យអ្នកដទៃទទួលយកឬធ្វើឲ្យអ្នកដទៃគិតថាយើងជាអ្នកមានប្រហែលជាការទិញរបស់ថ្លៃទិញរបស់ប្រេនទោះនៅពេលដែលយើងពិតជាមិនមានសមត្ថភាពក្នុងការទិញវានោះទេប៉ុន្តែចង់ទិញវាព្រោះយើងចង់ឲ្យអ្នកដទៃគិតថាយើងជាអ្នកមានចំណុចទី15ជឿលើពាក្យថាឧត្រូវតែមានក៏ដូចដែលបានផ្សព្វផ្សាយជាអ្វីក៏ដោយដែលគេនិយាយចំណាយលុយលើរបស់ដែលមិនអាចជួយឲ្យជីវិតអ្នកប្រសើរឡើងប៉ុន្តែអ្នកមានអារម្មណ៍ថាត្រូវតែមានវាដូច្នេះអ្នកត្រូវតែទិញវាចំណុចទី20ខ្លាចបាត់បង់ឱកាសច្រើនជាងការបាត់បង់លុយឃើញអ្នកផ្សេងមកបណ្ដាក់ទុនដូច្នេះក៏វិនិយោគដែរព្រោះខ្លាចបាត់បង់ឱកាសរបស់ខ្លួនប៉ុន្តែដោយមិនបានពិចារណាពិតប្រាកដថាវាស័ក្តិសមនឹងអ្នកឬអត់ចំណុចទី21មិនហ៊ានប្រាប់ខ្លួនឯងថាគ្មានលុយនៅពេលនរណាម្នាក់អញ្ជើញអ្នកទៅក្រៅឬញ៉ាំអាហារពេលល្ងាចអ្នកមិនហ៊ានបដិសេធទេទោះបីជាអ្នកមិនមានលុយគ្រប់គ្រាន់ក៏ដោយដូច្នេះអ្នកចំណាយច្រើនជាងអ្នករកបានចំណុចទី22ធ្វើការដើម្បីលុយប៉ុន្តែមិនដែលទុកលុយឲ្យវាធ្វើការឲ្យខ្លួនអ្នកទេរកតែការងារបន្ថែមដើម្បីរកលុយតែមិនដែលសិក្សាពីការវិនិយោគបន្ថែមដើម្បីឲ្យលុយធ្វើការឲ្យនោះទេមិនដែលប្រើវាដើម្បីឲ្យវាធ្វើការឲ្យប្រាក់កើនឡើងនោះទេចំណុចទី23ព្យាយាមចង់មានបានឆាប់រហ័សដូច្នេះអ្នកមិនអាចដោះស្រាយវាបាននោះទេស្វែងរកផ្លូវកាត់ចង់ក្លាយជាអ្នកមានលឿនវិនិយោគដោយមិនគិតលទ្ធផលចុងក្រោយគឺខ្សែធនចំណុចទី24មានបំណុលប៉ុន្តែមិនដែលគិតអំពីការកម្ចាត់បំណុលឲ្យបានឆាប់រហ័សនោះទេតែងតែបង់ប្រាក់ជាអបអរមាទាបបំផុតដោយគិតថាអ្នកនឹងរកវិធីនៅពេលក្រោយប៉ុន្តែការប្រាក់ចេះតែកើនឡើងរហូតដល់អ្នកមិនអាចបង់វាបានចំណុចទី25គុំសួរខ្លួនឯងថាតើលុយដែលអ្នករកបានទៅណាលុយបាត់រាល់ខែប៉ុន្តែមិនដែលពិនិត្យឬតាមដានមើលកន្លែងដែលធ្លុះធ្លាយកន្លែងដែលខ្លួនបានចំណាយនោះទេប្រសិនបើអ្នកសួរខ្លួនឯងដោយប្រុងប្រយ័ត្នអ្នកអាចនឹងរកឃើញចម្លើយថាអ្នកកំពុងចាយលុយដោយមិនដឹងខ្លួនចំណុចទី25ប្រើលុយដើម្បីលួងចិត្តខ្លួនឯងថាពេលនឿយហត់ពីការងារត្រូវតែដើរទិញអីវ៉ាន់ពេលខូចចិត្តត្រូវតែដើរទិញអីវ៉ាន់ពេលខូចចិត្តអ្នកត្រូវតែអត់ទោសឲ្យខ្លួនឯងនៅទីបំផុតដោះស្រាយបញ្ហាដោយធ្វើឲ្យលុយបាត់បង់ជំនួសវិញចំណុចទី27ការចំណាយលើសពីមធ្យោបាយរបស់អ្នកប៉ុន្តែគិតថាអ្នកនៅតែអាចគ្រប់គ្រងវាបានអ្នកគិតថាការបង់ថ្លៃឡានទូរស័ព្ទឬខុនដូមិនជាបញ្ហាទេព្រោះគ្រាន់តែបង់ប្រាក់អបអរមាទាបបំផុតគួរតែគ្រប់គ្រាន់ហើយប៉ុន្តែភ្លេចគិតថាតើការប្រាក់នោះស៊ីលុយអ្នកដល់កម្រិតណានោះទេចំណុចទី28មិនដឹងថាអ្នកចំណាយលុយរបស់អ្នកទៅលើរឿងអ្វីជារៀងរាល់ខែប្រាក់ខែចូលមកបាត់អស់ក្នុងមួយប៉ព្រិចភ្នែកប៉ុន្តែអ្នកមិនដឹងថាវាទៅណានោះទេនៅពេលអ្នកដឹងខ្លួនវានៅសល់តែលេខអវិជ្ជមានប៉ុណ្ណោះចំណុចទី29មិនមានគម្រោងទុកមុនរងចាំបញ្ហាកើតឡើងមុននឹងដោះស្រាយការគិតថាអ្នកនឹងជួសជុលវានៅពេលក្រោយគឺជាប្រយោគដែលអាចបំផ្លាញមនុស្សជាច្រើនព្រោះដល់ពេលអ្នកមិនមានលុយដោះស្រាយបញ្ហាដូច្នេះអ្នកអាចនឹងខ្ចីលុយគេចំណុចទី30គ្រាន់តែគិតថាពេលរកលុយបានត្រូវចាយឲ្យអស់អ្នករស់បានតែម្ដងដូច្នេះអ្នកត្រូវតែធ្វើឲ្យវាមានតម្លៃប៉ុន្តែពេលអ្នកចាស់ទៅគ្មានលុយសល់អ្នកនឹងត្រូវពឹងលើអ្នកដទៃចំណុចទី31មិនបានកំណត់ថវិកាចំណាយប្រចាំខែអ្នកគ្រាន់តែចំណាយប្រាក់ប៉ុន្មានដែលអ្នកទទួលបានអ្នកមិនដែលគិតពីអនាគតរបស់អ្នកនោះទេចំណុចទី32ចង់ធ្វើឲ្យប្រសើរឡើងនៅជីវិតរបស់អ្នកទោះបីជាប្រាក់ខែរបស់អ្នកមិនគ្រប់គ្រាន់មែនទេប្រហែលជាអ្នកអាចមានឡានទំនើបអ្នកចង់បាន iPhone ស៊េរីថ្មីជំនាន់ចុងក្រោយចង់ស្លៀកពាក់ដូចតារាតែក្នុងកន្នីមានមិនដល់$300ផងចំណុចទី33មានឆន្ទៈក្នុងការជំពាក់បំណុលគេដើម្បីទទួលបានអ្វីដែលអ្នកចង់បានលឿនជាងមុនឃើញអ្វីដែលអ្នកចង់បាននិងមានអារម្មណ៍ថាអ្នកចង់បានវាឥឡូវនេះទោះបីជាអ្នកត្រូវអូសកាត់អន្ទានដើម្បីទិញវាក៏ដោយប៉ុន្តែមិនបានគិតពីរបៀបសងបំណុលនោះទេ
ចំណុចទី34មិនសិក្សាមុនវិនិយោគពេលបរាជ័យបន្ទោសវាសនាឃើញអ្នកដទៃនិយាយថាវិនិយោគនេះល្អធ្វើតាមគេដោយមិនបានសិក្សាចុងក្រោយបន្ទោសវាសនាជំនួសការបន្ទោសខ្លួនឯងដែលមិនមានចំណេះដឹងគ្រប់គ្រាន់ក្នុងការវិនិយោគចំណុចទី35មិនដឹងថាអ្នកត្រូវការលុយដើម្បីអ្វីរកលុយបានមកដោយគ្មានគោលដៅហើយចំណាយវាទាំងអស់ទៅវិញគ្មានប្រព័ន្ធគ្មានការគ្រប់គ្រងល្អចំណុចទី35មួយចង់ឲ្យសុភមង្គលរយៈពេលខ្លីឈ្នះលើអនាគតយូរអង្វែងជ្រើសរើសការលំបាកថ្ងៃនេះសម្រាប់ការលួងលោមនៅថ្ងៃស្អែកឬជ្រើសរើសការសម្រាលទុកថ្ងៃនេះហើយរងទុកនៅថ្ងៃស្អែកមនុស្សភាគច្រើនជ្រើសរើសការមានសុភមង្គលល្អនៅពេលចុងក្រោយមែនទេវាជាការប្រសើរជាងដើម្បីឲ្យមានផាសុកភាពនៅថ្ងៃនេះចូលនិយាយអំពីវានៅថ្ងៃស្អែកនៅទីបញ្ចប់អ្នកត្អូញត្អែនៅពេលក្រោយហេតុអ្វីបានជាជីវិតរបស់អ្នកមិនប្រសើរជាងចំណុចទី37ចំណាយពេលស្វែងរករបស់ថោកជាជាងស្វែងរកវិធីរកប្រាក់បន្ថែមគ្រាន់តែស្វែងរកទំនិញបញ្ចុះតម្លៃសម្លឹងមើលគូប៉ុងបញ្ចុះតម្លៃប៉ុន្តែមិនបានគិតអំពីការស្វែងរកវិធីដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកចំណុចទី38ជឿថាមានលុយកាន់តែច្រើននឹងធ្វើឲ្យអ្នកសប្បាយចិត្តដូច្នេះហើយអ្នកធ្វើអ្វីគ្រប់យ៉ាងដើម្បីរកលុយបានកាន់តែច្រើនប៉ុន្តែចុងក្រោយអ្នកមិនសប្បាយចិត្តជាងមុននោះទេព្រោះអ្នកមិនចេះប្រើវាឲ្យមានប្រយោជន៍ចំណុចទី39ជឿថាបើអ្នកមានសង្សារជាអ្នកមានជីវិតអ្នកនឹងល្អប្រសើរមនុស្សមួយចំនួនសង្ឃឹមថានឹងពឹងផ្អែកទៅលើអ្នកដទៃដើម្បីជួយគាំទ្ររូបត្ថម្ភដល់អ្នកប៉ុន្តែភ្លេចថាប្រសិនបើអ្នកគ្មានសមត្ថភាពដោយខ្លួនឯងបើទោះបីជាមាននរណាម្នាក់ជួយអ្នកក៏ដោយអ្នកនឹងមិនមានរយៈពេលយូរនោះទេចំណុចទី40មិនវិនិយោគលើខ្លួនឯងអ្នកមានលុយប៉ុន្តែមិនដែលចំណាយលុយដើម្បីរៀនបន្ថែមនោះទេមិនដែលស្វែងរករៀនជំនាញថ្មីឬខូសល្អៗដែលអាចបង្រៀនអ្នកឬធ្វើឲ្យអ្នករកប្រាក់ចំណូលបន្ថែមបានកាន់តែច្រើននោះទេចំណុចទី41មិនចេះចំណាយលុយទៅលើរបស់ចាំបាច់និងរបស់មិនចាំបាច់មិនហ៊ានទិញធានារ៉ាប់រងសុខភាពមិនហ៊ានបង់ប្រាក់សម្រាប់ចូលរៀនវគ្គសិក្សាល្អៗប៉ុន្តែសុខចិត្តយកលុយទៅទិញកាបូប brand ហើយបង់ថ្លៃទូរស័ព្ទថ្លៃជាប្រាក់បង់រំលោះចំណុចទី42រស់នៅជាមួយពាក្យថាក៏រងចាំបន្តិចចង់សន្សំលុយចង់វិនិយោគតែចាំបន្តិចសិនខ្ញុំនឹងធ្វើវានៅពេលក្រោយចង់រៀបចំផែនការហិរញ្ញវត្ថុរបស់អ្នកអត់ទេរងចាំបន្តិចសិនទីបំផុតលុយហូរចេញពីរឿងដែលមិនគួរនឹងចំណាយចំណុចទី43ផ្ដល់រង្វាន់ដល់ខ្លួនអ្នកលើសពីការចាំបាច់ដូចជាពេលអ្នកនឿយហត់អ្នកត្រូវផ្ដល់រង្វាន់ដល់ខ្លួនឯងពាក្យនេះគ្រោះថ្នាក់ខ្លាំងណាស់បើប្រើញឹកញាប់ពេកព្រោះនៅទីបំផុតលុយនឹងបាត់ដោយមិនដឹងខ្លួនចំណុចទី44ប្រើលុយដើម្បីគេចពីការពិតនៅពេលដែលអ្នកមានបញ្ហាក្នុងជីវិតអ្នកត្រូវប្រើលុយទិញសុភមង្គលបណ្ដោះអាសន្នជាងការដោះស្រាយបញ្ហាពិតចំណុចទី45ចង់ស្រណុកសុខស្រួលខ្លាំងណាស់មិនចង់នឿយហត់ក្នុងការរកប្រាក់បន្ថែមធ្វើការពេញមួយថ្ងៃដោយមិនគិតពីការកែលម្អខ្លួនឯងដើម្បីបង្កើនប្រាក់ចំណូលរបស់អ្នកព្រោះអ្នកខ្ជិលផ្លាស់ប្ដូរអ្វីទាំងអស់ចំណុចទី45មួយចំណាយលុយដោយផ្អែកលើអារម្មណ៍មុនហេតុផលឃើញរបស់ស្អាតហើយចុចទិញភ្លាមហើយតាំងមកអង្គុយគិតពេលក្រោយថាហេតុអ្វីបានជាខ្ញុំទិញទម្រាំគិតយល់មានហេតុផលយល់លុយរបស់អ្នកបានហូរចេញពីហោប៉ៅរបស់អ្នកបាត់ទៅហើយចំណុចទី45ផ្ដោតតែលើប្រាក់ចំណូលតែមិនមើលលើការចំណាយគិតពីរបៀបរកប្រាក់បន្ថែមប៉ុន្តែមិនដែលមើលបង្កើតតារាងត្រួតពិនិត្យការចំណាយរបស់ខ្លួននោះទេថាតើបានចំណាយវាទៅលើអ្វីខ្លះនោះចំណុចទី48ភ្ជាប់សុភមង្គលរបស់អ្នកទៅអនាគតខ្លាំងពេកគ្រាន់តែគិតថាបើអ្នកមានលុយច្រើនថ្ងៃណាមួយអ្នកនឹងសប្បាយចិត្តប៉ុន្តែភ្លេចថាបើអ្នកមិនចេះគ្រប់គ្រងលុយទោះរកបានលុយច្រើនប៉ុណ្ណាក៏ដោយអ្នកនឹងចាយវាអស់ដូចគ្នាហើយពិបាកចិត្តដដែលចំណុចទី49ការភ័យខ្លាចនៃភាពក្រីក្រច្រើនជាងការភ័យខ្លាចនៃការចំណាយលុយខុសពូកែលុយតែមិនចេះប្រើវាឲ្យមានប្រយោជន៍នៅទីបញ្ចប់ខ្លាចជាអ្នកមានលឿនហើយក៏អស់ទៅវិញលឿនផងដែរចំណុចទី50មិនដែលសួរខ្លួនឯងថាតើជីវិតបែបណាដែលខ្លួនអ្នកចង់បានពិតប្រាកដរកលុយដោយគ្មានគោលដៅចំណាយលុយដោយគ្មានគោលដៅនៅពេលមួយលុយបាត់ប៉ុន្តែអ្នកនៅតែមិនដឹងថាអ្នកចង់បានអ្វីពីជីវិតចាប់ពីពេលនេះទៅត្រូវព្យាយាមគិតគ្រប់ពេលមុននឹងអ្នកចាយលុយបន្ទាប់មកជីវិតហិរញ្ញវត្ថុរបស់អ្នកនឹងប្រសើរឡើងតាមរបៀបដែលអ្នកមិននឹកស្មានដល់
ហើយប្រសិនបើអ្នកចូលចិត្តខ្លឹមសារបែបនេះកុំភ្លេចចុច like តាមដានចែករំលែកបើអ្នកមិនទាន់បានចុច Subscribe សូមចុចឥឡូវនេះដើម្បីកុំឲ្យខកខាននៅវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូបន្ទាប់